ទៅបទសង្ខេបរឿងថៅកែចិត្តចោលនៅឆ្នាំ1956មានព្រឹត្តិការណ៍មួយបានកើតឡើងនៅក្នុងទីក្រុងភ្នំពេញគឺលោកថៅកែបានប្រើពូហុំឲ្យបើកឡានបុករបស់អង្គការហុងលីដោយសន្យាថាឲ្យប្រាក់10000រៀលក្រោយមកគេឃើញពូហុំនិងផានិតកំពុងជជែកគ្នាអំពីរឿងនេះដោយផានិតបានឲ្យពូហុំរត់ខ្លួនប៉ុន្តែពូហុំមិនរត់គឺចាំយកលុយ10000រៀលពីថៅកែសិនព្រោះត្រូវការលុយនេះទៅឲ្យម្ដាយធ្វើវត្តនិងកូនទិញប្រដាប់ប្រដារៀនសូត្របន្តទៀតមួយសន្ទុះក្រោយមកទើបឃើញថៅកែចូលមកដល់ពូហុំក៏សុំលុយពីថៅកែតែថៅកែបែរជាបដិសេធទៅវិញហើយឲ្យតែ200រៀលដោយយកលេសថាគាត់មិនបានប្រើពូហុំឲ្យបុកឡានគេស្លាប់នោះទេអ្នកទាំងពីរក៏មានការឆ្លោះប្រកែកគ្នានៅតែមិនព្រមត្រូវគ្នាព្រោះថៅកែមិនព្រមឲ្យលុយ10000រៀលទៅពូហុំនៅផ្ទះពូហុំឯនោះវិញមានប៉ូលីសជាច្រើនទៅឡោមព័ទ្ធពូហុំប៉ុន្តែប្រពន្ធគាត់ប្រាប់ថាដីគាត់អត់មកផ្ទះ4ទៅ5ថ្ងៃហើយពួកក្រុមប៉ូលីសក៏ត្រឡប់ទៅផ្ទះថៅកែវិញឃើញអ្នកទាំងពីរប្រកែកគ្នាប៉ូលីសក៏សួរនរណាជាចៅពេលនោះអ្នកទាំងអស់គ្នាក៏ជ្រួលច្របល់ពូហុំបានសារភាពថាគាត់ជាអ្នកបើកឡានរបស់អាហុងលីប៉ុន្តែនេះគឺដោយសារតែថៅកែបញ្ជាបោកដែរអញ្ចឹងត្រូវចាប់ទាំងថៅកែប្រកែកថាពូហុំនិយាយកុហកពេលនោះក៏មានផានិតគង់ទីសុកមានជួយធ្វើជាសាក្សីពូហុំស្រាប់តែថៅកែបានអូសដៃប៉ូលីសទឹកសឹបប៉ូលីសក៏ចាប់ពូហុំទៅក្រសួងនគរបាលដោយទុកឲ្យប្រពន្ធពូហុំយំចោកបោកអាណិតប្តីនៅទីបញ្ចប់មានគង់ទីនិងផានិតក៏ត្រូវថៅកែដេញចេញឲ្យឈប់ធ្វើការនៅទីនោះ